ផ្លូវថ្នល់ជារឿងសំខាន់ហើយយើងតែងតែនិយាយថាបើមានផ្លូវគឺមានសង្ឃឹមដូច្នេះផ្លូវកាន់តែវែងសង្ឃឹមកាន់តែច្រើនគេដំណើរស្នាដៃដែលអ៊ំពូមីងបានខិតខំកសាងតាំងពីជំនាន់មុនមកដល់ពេលនេះគឺយើងខ្ញុំទាំងអស់គ្នានេះដែលជាអ្នកត្រូវបន្តកសាងបន្ថែមទៀតហើយធ្វើយ៉ាងណាឲ្យសមិទ្ធផលរបស់យើងក្នុងនាមក្រសួងសាធារណការដឹកជញ្ជូនឲ្យកាន់តែរីកឲ្យកាន់តែរឹងឲ្យកាន់តែល្អឲ្យកាន់តែធន់ស្របទៅតាមចក្ខុវិស័យហើយនឹងកំណើនរបស់ប្រជាពលរដ្ឋក៏ដូចជាកំណើនរបស់សង្គមជាតិ